ខ្ញុំនៅប៉ោយប៉ែតឃើញការបង្ក្រាប scammer មានសកម្មភាពខ្លាំងក្លាណាស់ហេតុអីបានជាតាថាការបរាជ័យទៅវិញចាំតាពន្យល់ណាចៅកាស៊ីណូដែលគេបង្ក្រាប scammer ហ្នឹងទី1គេចង់បង្ហាញថៃថាគេធ្វើការមើងម៉ាត់កុំឲ្យថៃដែលចេះតែចោទថាកម្ពុជាជាសម្បុក scammer អញ្ចឹងតាម resort កាស៊ីណូនិងអគារមួយចំនួនដែលថៃវាអត់វាយយកបានកម្លាំងខ្មែរក៏ទៅបាញ់ក្ដុងក្ដាំងដើម្បីឲ្យពួកចិនហ្នឹងវាចេញទៅជួនកាលយកឡានទៅដឹកវាទៀតអ្នកដែលចាក់ចេញពីសន្តាគារពី resort អស់ហ្នឹងអត់មានជាប់ទោសអីទេណាចៅទី1អត់មានជាប់ទោសអីទេគេបាញ់បង្អើគេឲ្យចេញអាហ្នឹងមិនមែនពាក្យថាខ្លាំងខ្លាទេអាហ្នឹងគ្រាន់តែគេបំបែកជួរពួក scammer ហ្នឹងតែមុននឹងគេទៅធ្វើហ្នឹងគេប្រាប់ទៅមេ scam ឲ្យស្រេចឲ្យវិចលុយវិចកាក់ឲ្យប្រមូលយក hard drive អីសពគ្រប់យកទៅបាត់អស់ហើយថែមទាំងគេឲ្យឡានទៅជិះទៀតណាហើយគ្មានអ្នកណាគេចាប់យកទោសយកទៅអីទេគេកាន់បំបែកវងមិនមែនមានន័យថាបង្ក្រាបទេចៅអាហ្នឹងហើយសំដែងនោះពីព្រោះអ្នកដែលនៅក្នុង resort នៅក្នុងអគារកាស៊ីណូហ្នឹងសុទ្ធតែជា scam operator គឺជាចោរកម្មវាត្រូវមានទោសក្នុងច្បាប់រដ្ឋកាលណាគេអត់ចោទប្រកាន់ដាក់ទោសឡើងសាលាកាត់ក្តីផាកពិន័យឬក៏យកឈ្មោះយក passport ទៅគូសចោលនៅក្នុងបញ្ជីខ្មៅឈប់ឲ្យចូលអាហ្នឹងមានន័យថាគេសម្ដែងណាចៅណាអាហ្នឹងមួយទៀតពេលដែលគេចូលទៅក្នុងអាគារ resort casino អស់ហ្នឹងអីអូតែលសន្តាគារអីអស់ហ្នឹងអាគារអស់ហ្នឹងគេបានតែតុកបានតែ computer បានតែទូរស័ព្ទអីតិចតួចប៉ុណ្្នឹងឯងលុយនៅឯណា scammer កាលណាវាចង់ scam វា scam តាមធនាគារកាលណាវា scam តាមធនាគារវាយកលុយពីជនរងគ្រោះបញ្ចូលមកក្នុងធនាគារវាពង្វិលធនាគារវាចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុមាន crypto មានមាសជាដើមប្រព័ន្ធអស់ហ្នឹងត្រូវឆ្លងកាត់អីឆ្លងកាត់ធនាគារជាតិនៃកម្ពុជាហើយនឹងធនាគារពាណិជ្ជកម្មទាំងអស់នៅលើប្រទេសកម្ពុជាអញ្ចឹងមិនលែងថាសមត្ថកិច្ចកម្ពុជាចាប់បានបង្កកលុយហ្នឹងទេមានរបាយការណ៍បង្ហាញពីការបង្កកលុយហ្នឹងទេអត់ទេបន្ទាប់មកទៀតរបស់មួយទៀតដែលចៅអត់ស្គាល់គេហៅថា forensic evidence គឺជាភស្តុតាងដែលជាប់នៅក្នុងចាំ drive USB drive ទូរស័ព្ទនិង hard drive ហើយនិង router ឬក៏ cloud drive សម្រាប់ local operator ទាំងអស់ហ្នឹងជា forensic evidence ទាំងអស់ហ្នឹងមានលេខ account ចោលហ្នឹងមានទាំងលេខ account ដែលចោលបានទៅហែកលួចឆក់ប្លង់ពីគេទាំងអស់ហ្នឹងជាសារៈសំខាន់ក្នុងការស៊ើបអង្កេតក្នុងការបង្កកលុយក្នុងការរាយការណ៍ទៅអន្តរជាតិនិងផ្ដល់ឲ្យអន្តរជាតិជាប្រព័ន្ធសម្រាប់បំពាក់ឲ្យអង្គការស៊ើបអង្កេតចារកម្មហើយនិងចោរកម្មហើយនិងអក្រិតកម្មក្នុងទ្រង់ទ្រាយនៃយុទ្ធនាការបង្ក្រាបនិងប្រយុទ្ធប្រឆាំង scammer កម្ពុជាគ្មានអានឹងឲ្យគេទេមិនបានមិនឲ្យពីព្រោះបាត់បាំងកូនបាត់បាំងអញ្ចឹងហើយបានពេលកូនឯងឃើញគេក្ដុងក្ដាំងហ្នឹងអត់តែឃើញលុយទេអត់ដឹងថាលុយហ្នឹងប៉ុន្មានបើពិតជាធ្វើមែនគេដឹងភ្លាមថា scammer ហ្នឹងវា operate ឆ្លងកាត់ប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាប៉ុណ្ណាគេចាប់បានប្រមាណធនាគារជាតិកម្ពុជាបង្កប់បាន100លានចាប់បាន crypto 50លានចាប់បានគ្រឿងញៀន1តោនចាប់បាន forensic evidence មាន hard drive ប៉ុណ្ណេះណាហើយបញ្ជូនទៅឲ្យអង្គភាព digital crime គេហៅថាអក្រិតកម្ម digital ឲ្យស៊ើបអង្កេតតទៀតឲ្យបញ្ចេញរបាយការណ៍បន្តមកទៀតមេខ្លាចាក់បានឈ្មោះសាងឈ្មោះស៊ីឈ្មោះមិនឈ្មោះគង់ឈ្មោះវងឈ្មោះខ្វង់ណាត្រូវកាត់ទោសឲ្យត្រូវដាក់គុកនៅកម្ពុជាពីព្រោះវាប្រព្រឹត្តនៅបទអក្រិតនៅលើកម្ពុជាបន្តមកទៀត operator ត្រូវជាប់ទោសអីសូមបាត់តែស្រីពោះឲ្យគេចាក់មេអង្គជាតិដើម្បីភ្ញាស់កូនក៏មានទោសដែររបស់អស់ហ្នឹងត្រូវធ្វើហ្នឹងហៅថាប្រតិបត្តិការស៊ើបអង្កេតត្រឹមត្រូវតាមច្បាប់រដ្ឋហ្នឹងហៅថាបោសសម្អាតត្រឹមត្រូវណាកាលណាមិនមានអញ្ចឹងខ្លាំងខ្លាមិនកើតទេណាអូខេខ្លាំងខ្លាអត់កើតទេណាវិរៈគុយតែចៅស្ដាប់តនេះប៉ុណ្ណឹងវិរៈគុយចៅស្ដាប់ទៅយល់ទេបងប្អូនដតីស្ដាប់ទៅយល់ទេយល់ពីរបៀបដែលហៅថាសម្ដែងទេសម្ដែងផ្សេងណាហើយសួរថាអាចេម៉ែឯងនៅស្រុកអាមេរិកឯងមិនក៏ដឹងដោយសារឃើញ
បើរាជការពិតជាប្រតិបត្តិការបង្ក្រាបមែនគឺត្រូវតែចាប់បានជនល្មើសបើមិនចាប់បានជនល្មើសបើមិនរឹបយកទ្រព្យសម្បត្តិបានទ្រព្យសម្បត្តិជាលុយសុទ្ធក្តីជាមាសក្តីជាគ្រឿងញៀនក្តីជាអាវុធក្តីជា digital currency ក្តីជា crypto ក្តីបើចាប់មិនបានមានន័យថាអត់ចាប់បើចាប់បានតែតុកចាប់បានតែកុំព្យូទ័រថោកចាប់បានទូរស័ព្ទបន្តិចបន្តួចហើយគ្មានរបាយការណ៍ digital អក្រិតកម្ម digital អក្រិតកម្មគឺអង្គភាពស៊ើបអង្កេតបទអក្រិតនិងបទចោរកម្មតាម digital ហើយអានោះសាច់លុយនៅនោះហើយយ៉ាងហោចណាស់ក៏ដឹងដែរថាក្រុមនេះដឹកនាំដោយគ្នាប៉ុណ្ណាវាបានចរាចរធនធានអស់ប្រមាណ1000លានដុល្លារសម្បុកចោលនេះបានឆោបោកនិងលួចឆក់ប្លន់អនឡាញជាទឹកប្រាក់ប្រមាណ1000លានរបាយការណ៍ចេញត្រឹមត្រូវហើយបុគ្គលនេះឈ្មោះវាងឈ្មោះគុណឈ្មោះខ្វុកឈ្មោះនឹងឈ្មោះសែនប៉ាសពតលេខប៉ុណ្ណេះត្រូវបានដាក់ក្នុងបញ្ជីខ្មៅមិនឲ្យចូលកម្ពុជាទៀតទេហើយអានេះជាប់ទោសអញ្ចេះដាក់គុកនៅកម្ពុជាទោះបីវាជនជាតិអាមេរិកក៏ដោយបើវាបានប្រព្រឹត្តនៅបទល្មើសឬបទអក្រិតលើទឹកដីកម្ពុជាវាត្រូវជាប់គុកណៃណាបើមិនឃើញជាប់គុកតែគាត់ណាត្រង់ហ្នឹងជាចំណុចដែលហៅថាសម្ដែងបងប្អូនប្រុសស្រីក្រោយពីខ្ញុំបញ្យល់ចៅវរៈតើបងប្អូនស្ដាប់ទៅសមហេតុផលទេសូមមេត្តាជួយប្រាប់ខ្ញុំផងតើសមហេតុផលទេតើអ្វីដែលខ្ញុំនិយាយសមហេតុផលទេណាតើសមហេតុផលទេតើប្រទេសមួយមានច្បាប់មានអធិបតេយ្យភាពមានសមត្ថកិច្ចត្រឹមត្រូវគេធ្វើអញ្ចឹងទេគេធ្វើដូចខ្ញុំនិយាយទេគេធ្វើដូចខ្ញុំនិយាយអញ្ចឹងគេមិនមែនគ្រាន់តែបាញ់ឡើងលើទាំងឯងយកឡើងទៅដឹកទេណានេះហើយគេហៅថាមនុស្សចេះគិតខ្ញុំមានចំណេះដឹងដល់ពេលខ្ញុំវិភាគអញ្ចឹងខ្ញុំមិនមែនចោទរាជការទេតែរាជការធ្វើជាការសម្ដែងខ្ញុំដឹងកុំបីតែនយោបាយនៅអាមេរិកក៏ខ្ញុំដឹងមិនដឹងតែកម្ពុជាទេនយោបាយនៅអាមេរិកនឹងគេសម្ដែងក៏ខ្ញុំដឹងណាគេសម្ដែងនយោបាយគេសម្ដែងក៏ខ្ញុំដឹងតាបងប្អូនណាអញ្ចឹងហើយបានជាខ្ញុំធ្វើ show ខ្ញុំតែងតែចែកចាយនៅណាតែងតែចែកចាយនៅអ្វីដែលខ្ញុំដឹងណាខ្ញុំអត់បានចោទប្រកាន់រាជរដ្ឋាភិបាលទេប៉ុន្តែខ្ញុំគ្រាន់តែលើកហេតុផលថារាជការសម្ដែងបើរាជការមិនសម្ដែងច្បាស់ជាមានមនុស្សជាប់គុកច្បាស់ជាចាប់បានលុយបានមាសបានគ្រឿងញៀនបានអាវុធបានឧបករណ៍ forensic evidence បើអត់មានទេសម្ដែងទេណាអត់មានទេសម្ដែងទេអាហ្នឹងចឹងណាបងប្អូន